កណ្ដាលថ្ងៃត្រង់អត់ភ្លៀងអត់ផ្គរសុកស្រាប់តែមានរន្ទះបាញ់ចំរោងចក្រមួយនៅថៃភ្លើងឆេះរាលដាលរលំបាក់ឃ្លាំងមួយរំពេចនៅថ្ងៃទី13ខែតុលាឆ្នាំ2025នេះមានករណីរន្ទះបាញ់ចំទៅលើរោងចក្រមួយកន្លែងនៅក្នុងប្រទេសថៃដែលបង្កឲ្យទៅជាអគ្គិភ័យនិងបាក់រលំឃ្លាំងយ៉ាងមិនគួរឲ្យជឿរោងចក្រខាងលើនេះជារោងចក្រផលិតប្រអប់ស្នោស្ថិតនៅក្នុងឃុំបាងព្រះស្រុកស្រីរាឆាខេត្តឈុនបុរីតាមសារព័ត៌មានបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា1ថ្ងៃត្រង់ដោយនៅសុកស្រាប់តែមានរន្ទះបាញ់មកចំឃ្លាំងរួចក៏កើតទៅជាអណ្ដាតភ្លើងឆាបឆេះហើយកម្មករនាំគ្នាជួយពន្លត់តែពន្លត់មិនទាន់ក៏បណ្ដាលឲ្យមានការរាលដាលទៅកាន់ឃ្លាំងជាប់នោះចំនួន2ឃ្លាំងទៀតយ៉ាងណាមិញខាងអាជ្ញាធរបានចុះទៅជួយអន្តរាគមន៍ជួយពន្លត់ដោយប្រើឡានបាញ់ទឹកអស់20ឡាននិងប្រើប្រាស់ពេលវេលានិងប្រើប្រាស់ពេលប្រមាណជាង2ម៉ោងក៏នៅតែមិនទាន់អាចគ្រប់គ្រងស្ថានភាពបានទាំងស្រុងនៅឡើយដោយឡែកការរាយការណ៍ពីអ្នករបួសឬតម្លៃនៃការខូចខាតរបស់រោងចក្រក៏នៅមិនទាន់មានការបង្ហាញដូចគ្នាចាត់ឲ្យឃើញថាផ្លែចានឹងចម្លែកមែនទែនចាដោយកណ្ដាលថ្ងៃត្រង់តែម្ដងចាដោយអត់មានភ្លៀងអត់មានផ្គរចានៅសុកចាក៏ស្រាប់តែមានរន្ទះបាញ់ដោយរន្ទះបាញ់នេះចាគឺរន្ទះបាញ់ចំរោងចក្រមួយនៅក្នុងប្រទេសថៃហើយភ្លើងក៏បានឆេះរាលដាលនិងរលំបាក់ឃ្លាំងជាមួយរំពេចតែម្ដងចាដោយហេតុការណ៍ខាងលើនេះគឺបានកើតឡើងនៅថ្ងៃទី13ខែតុលាឆ្នាំ2025នេះដោយករណីរន្ទះបាញ់ចំទៅលើរោងចក្រមួយកន្លែងនៅក្នុងប្រទេសថៃដែលបង្កឲ្យទៅជាអគ្គិភ័យនិងបាក់រលំយ៉ាងខ្លាំងនិងបាក់រលំចាឃ្លាំងចាយ៉ាងមិនគួរឲ្យជឿរោងចក្រខាងលើនេះដែរចាគឺជារោងចក្រផលិតប្រអប់ស្នោដែលស្ថិតនៅក្នុងឃុំបាងព្រះនៃស្រុកស្រីរាឆានៃខេត្តឈុនបុរីជាបតាមសារព័ត៌មានក៏បានបញ្ជាក់ឲ្យដឹងផងដែរថាហេតុការណ៍នេះគឺបានកើតឡើងនៅម៉ោងប្រមាណជាង1នៅក្នុងថ្ងៃត្រង់ចាដោយនៅសុកហ្នឹងស្រាប់តែមានរន្ទះបាញ់មកចំឃ្លាំងរួចហើយក៏កើតទៅជាអណ្ដាតភ្លើងបានឆាបឆេះនៅពេលនោះចាក៏មានកម្មករក៏បាននាំគ្នាទៅជួយពន្លត់តែពន្លត់មិនទាន់ក៏បណ្ដាលឲ្យមានការរីករាលដាលទៅកាន់ឃ្លាំងជាប់នោះចំនួន2ឃ្លាំងទៀតចាយ៉ាងណាមិញខាងអាជ្ញាធរក៏បានចុះទៅជួយអន្តរាគមន៍និងពន្លត់ដោយប្រើឡានបាញ់ទឹកនឹងអស់ប្រមាណជា20ឡាននិងប្រើប្រាស់ពេលវេលាប្រមាណជាង2ម៉ោងក៏នៅតែមិនទាន់អាចគ្រប់គ្រងនៃស្ថានភាពបានទាំងស្រុងនៅឡើយនោះទេចាដោយឡែកការរាយការណ៍ពីអ្នករងរបួសនិងតម្លៃនៃការខូចខាតរបស់រោងចក្រក៏នៅមិនទាន់មានការបង្ហាញច្បាស់លាស់ដូចគ្នាផងដែរ